រឿងរាមកេរ្តិ៍និពន្ធដោយអ្នកអង្គម្ចាស់វច្ឆាយាវង្សដែលតាក់តែងឡើងក្នុងកំឡុងសតវត្សទី11ដល់សតវត្សទី12នៅពេលដែលប្រទេសខ្មែរកំពុងមានទំនាស់សាសនាការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី1និនគរអយុធ្យាមានមហាក្សត្រមួយព្រះអង្គព្រះនាមព្រះបាទទសរថព្រមទាំងមហេសី3អង្គគឺមហេសីទី1នាងកោសកល្យានមហេសីទី2នាងកៃកេសីនិងមហេសីទី3នាងសមុទ្រមហេសីទាំង3អង្គនេះគ្មានព្រះរាជបុត្រសោះព្រះអង្គក៏ធ្វើពិធីបូជាយញ្ញសម្បុត្រដោយយកសេះទៅដុតទាំងរស់ព្រះនារីក៏ប្រែក្រឡាខ្លួនជាមនុស្សខ្មៅម្នាក់យកបាយបាយាសមកថ្វាយព្រះបាទទសរថហើយព្រះអង្គក៏បានយកបាយនោះចែកជា3ចំណែកឲ្យទៅមហេសីទាំង3អង្គបានសោយគ្រប់គ្នាក្រោយមកមហេសីទាំង3អង្គក៏មានបុត្រមែនគឺនាងកោសកល្យានប្រសូតបានព្រះរាមនាងកៃកេសីប្រសូតបានព្រះភិរុតចំណែកនាងសមុទ្រវិញប្រសូតបានព្រះលក្សណ៍និងព្រះសុត្រុតលុះក្រោយមកព្រះរាមនិងព្រះលក្សណ៍ក៏បានយាងចេញទៅរៀនសូត្រជាមួយនឹងឥសីពិស្វាមិត្រលុះត្រាតែចប់គម្ពីរវេទបន្ទាប់ពីសិក្សាចប់រួចមកឥសីពិស្វាមិត្រក៏បានរៀបចំធ្វើហោមពិធីជាកិត្តិយសថ្វាយដល់សិស្សទាំងពីរនៅថ្ងៃមួយមានយក្សមួយបានប្រែក្រឡាខ្លួនជាក្អែកខ្មៅដ៏ធំមួយក្អែកនោះឈ្មោះនាងកកណាសូបានហោះមកឆាប់បំផ្លាញអាស្រមរបស់ឥសីខ្ទេចខ្ទីអស់ឥសីខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសឲ្យព្រះរាមបាញ់សម្លាប់ក្អែកខ្មៅនោះមួយរំពេចនៅអង្គរមិថិលានាងសីតាជាបុត្រចិញ្ចឹមរបស់ព្រះជនុកមានវ័យគ្រប់ការព្រះអង្គក៏បានរៀបចំពិធីលើកធ្នូសដើម្បីជ្រើសរើសគូស្រករឲ្យនាងឥសីពិស្វាមិត្រក៏នាំព្រះរាមនិងព្រះលក្សណ៍ទៅចូលរួមប្រឡងលើកធ្នូសរបស់ព្រះបាទជនុដើម្បីយកនាងសីតាធ្វើជាមហេសីដែរនៅទីនោះមានបេក្ខជនជាច្រើនរូបមកពីភពទាំង3សូម្បីតែព្រះសូរក៏ចុះមកប្រឡងនឹងគេដែរប៉ុន្តែគ្មានបេក្ខជនណាមួយលើកធ្នូនោះរួចឡើយគឺមានតែព្រះរាមមួយអង្គទេដែលលើករួចព្រះបាទជនុក៏ឲ្យដំណឹងទៅព្រះបាទទសរថដើម្បីយាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាមនិងនាងសីតាក្រោយមកព្រះរាមព្រះលក្សណ៍នាងសីតានិងព្រះបាទទសរថបានធ្វើដំណើរមកនគរអយុធ្យាវិញក៏បានជួបជាមួយមហាគ្រូសើឈ្មោះរាមបរមសូរនៅកណ្ដាលផ្លូវរាមបរមសូរបានចាប់ប្រកាន់ថាព្រះរាមលួចឈ្មោះរបស់ខ្លួនត្រូវតែមកសុំទោសខ្លួនព្រះរាមក៏បានផ្ចាញ់រាមបរមសូរក្នុងពេលនោះទៅលុះមកដល់នគរកាលណាព្រះបាទទសរថមានបំណងចង់ឲ្យព្រះរាមឡើងសោយរាជ្យស្នងព្រះអង្គប៉ុន្តែត្រូវនាងកៃកេសីទូជំទាស់ដោយសំអាងលើពាក្យសត្យរបស់ព្រះបាទទសរថដែលធ្លាប់បានសន្យាថានឹងលើកបុត្ររបស់នាងកៃកេសីគឺព្រះភិរុតឲ្យឡើងសោយរាជ្យនៅពេលដែលច្បាំងឈ្នះព្រះអាទិត្យព្រះបាទទសរថមានគំនិតចង់បំបែកនគរជាពីរផ្នែកប៉ុន្តែនាងកៃកេសីមិនយល់ព្រមហើយតម្រូវឲ្យព្រះរាមចេញទៅតាំងសូរក្នុងព្រៃចំនួន14ឆ្នាំសិនទើបអាចចូលមកសោយរាជ្យសម្បត្តិវិញព្រះលក្សណ៍ខ្ញាល់យ៉ាងខ្លាំងបំរុងសម្លាប់នាងកៃកេសីប៉ុន្តែត្រូវព្រះរាមហាមឃាត់បន្ទាប់មកព្រះរាមព្រះលក្សណ៍និងនាងសីតាបានធ្វើដំណើរចូលព្រៃហើយក៏បានជួបនឹងអ្នកថ្មើរព្រៃម្នាក់ឈ្មោះកូខាន់មានរូបរាងអាក្រក់ប៉ុន្តែមានចិត្តល្អគេក៏បានជួយរំលែកទុក្ខព្រះរាមដោយបានផ្គត់ផ្គង់ម្ហូបអាហារផ្សេងថ្វាយដល់ព្រះរាមចាត់ទុកកូខាន់ជាបងប្អូនបង្កើតប៉ុន្តែដោយព្រះអង្គមិនអាចនៅទីនោះបានក៏លេកូខាន់ទៅភ្នំចិត្តគោដើម្បីបួសជាឥសី